ទីនេះមើលទៅហាក់ត្រឹមតែជាវាលស្រែនិងវាលស្មៅធម្មតាតែការពិតវាជាតំបន់ដីសើមដ៏សំខាន់ដែលផ្ដល់ជាទីជម្រកដ៏សុខសាន្តដល់សត្វស្លាបសត្វទឹកនិងប្រភេទជីវៈចម្រុះផ្សេងទៀតរាប់មិនអស់មិនត្រឹមតែប៉ុណ្ណោះទេវាក៏ជាទីកន្លែងសម្រាប់សត្វស្លាបពងកូនដើម្បីបន្តពូជផងដែរបឹងធម្មតាប៉ុន្តែបានផ្ដល់ផលដ៏សំខាន់ផ្នែកជីវសាស្ត្រនៅភាគខាងត្បូងនៃប្រទេសកម្ពុជានិងជួយបង្កើតសមតុល្យអេកូឡូស៊ីដ៏អស្ចារ្យមិនគួរឲ្យជឿទីនេះគឺតំបន់ការពារទេសភាពបឹងព្រៃល្ពៅដើម្បីបានមកដល់តំបន់ការពារនេះបានខ្ញុំបានធ្វើដំណើរចេញពីភ្នំពេញមកកាន់ទីរួមស្រុកកោះអណ្ដែតដោយចំណាយពេលប្រហែលជិត3ម៉ោងសួរអ្នកនរគ្នាឥឡូវខ្ញុំមកដល់ស្លាកផ្លូវចូលបឹងព្រៃល្ពៅហើយឥឡូវម៉ោង11 18នាទីខ្ញុំជិះតាមផ្លូវមិញអត់សូវប្រញាប់តែជិះមួយហើយឥឡូវកំពុងសួរបងសុជាតិតាក់ទងផ្លូវចូលមិនអីមិនហើយក៏ទៅឆានមកមិញហើយបងមកកំពង់ទុំបងកំពង់ទុំបងតាមផ្លូវបេតុងធំនឹងមករហូតមកនេះផ្លូវចូលដៃស្លាកគេហ្នឹងហើយយើងត្រូវជិះទៅនោះ1គីឡូដីទៀតបានដល់កន្លែងកំពង់ទូមកដល់កំពង់ទូហើយឥឡូវកំពុងចាំបងជាតិមកយកវីដេអូខលមួយគាត់នៅនេះវាអត់សឹងមានសេវាទៅបាទ map pin អត់ត្រូវសិតតែវាលស្រែលើកនេះយើងអត់បានត្រៀមអីច្រើនទេមានតែវ៉ាន់ថតតែលើនេះក៏យើងអត់ទៅច្រើនណែដែរយើងទៅតែមួយយប់ទេជុំវិញតំបន់បឹងព្រៃល្ពៅនេះគឺជាបឹងដ៏ធំល្វឹងល្វើយដែលអ្នកស្រុកនៅទីនេះធ្វើកសិកម្មនៅរដូវទឹកស្រកហើយខែវស្សាទីនេះនឹងក្លាយទៅជាតំបន់ទឹកលិចហើយទីរួមស្រុកកោះអណ្ដែតនឹងក្លាយទៅជាត្រើយម្ខាងសម្រាប់អ្នកជិះទូកចូលសំចតចាំប្រហែល10នាទីបងសុជាតិក៏មកទទួលខ្ញុំហើយគាត់ក៏ត្រូវដឹកហ្គាសយកមកបដូរផងដែរជិះទៅឡៃខ្ញុំទៅខ្ញុំត្រូវជិះតាមពីក្រោយគាត់តាមផ្លូវលំកាត់វាលស្រែបត់ឆ្វេងបត់ស្ដាំប្រហែលជា15នាទីដើម្បីបានទៅដល់កន្លែងផ្ញើម៉ូតូនេះគឺជាផ្ទះតាយាយដែលអ្នកភូមិនិងឧទ្យានុរក្សតែងតែផ្ញើម៉ូតូជាប្រចាំព្រោះផ្លូវបន្តគឺជាផ្លូវទឹកហើយខ្ញុំក៏ត្រូវផ្ញើម៉ូតូនៅទីនេះដែរតូចមកតាមបានលេងជិះទូកបានទីទៅហើយ5 10នាទីដល់ជិះនេះបាននេះដាក់កាមេរ៉ាសុទ្ធអូមួយធ្លាក់បាក់ជើងត្រៃផតខ្ញុំឃើញរូបម៉ែក្នុង Facebook ដូចរៀងច្នេះនៅក្រៅក្មេងមែនបន្ទាប់ពីធ្វើដំណើរតាមផ្លូវគោកខ្ញុំត្រូវធ្វើដំណើរតាមផ្លូវទឹកជាមួយបងឧទ្យានុរក្សវិញម្ដងនេះគឺជាផ្លូវទឹកដែលអ្នកភូមិធ្វើដំណើរចេញចូលដើម្បីប្រកបរបរផ្សេងជាពិសេសសម្រាប់អ្នកធ្វើកសិកម្មបន្ទាប់ពីជិះទូកអស់រយៈពេល15នាទីយើងបានមកដល់ស្នាក់ការឧទ្យានុរក្សរបស់តំបន់ការពារទេសភាពបឹងព្រៃល្ពៅនេះទូកយើងមកដល់ស្នាក់ការល្បាតរបស់ឧទ្យានុរក្សហើយជួយបានឡើងនេះគូដែរតើគូមែនចិត្តតើគូឲ្យលេងហ៎ខ្ញុំបានជួបសួរទុកជាមួយអ្នកគ្រប់គ្រងនិងប្រាប់ពីគោលបំណងដែលខ្ញុំមកទីនេះហើយខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយលោកពូលឹមវ៉ាត
ដែលជានាយករងនៅក្នុងតំបន់ការពារទេសភាពនេះហើយគាត់ក៏បានផ្ដល់ព័ត៌មានសំខាន់ខ្លះអំពីតំបន់ការពារទេសភាពបឹងព្រៃល្ពៅនេះផងដែរបឹងព្រៃល្ពៅគឺជាតំបន់ដីសើមដែលមានសក្តានុពលសម្បូរបែបបើយើងនិយាយពីពពួកមច្ឆជាតិមានប្រមាណជា139ប្រភេទដែលទ្រទ្រង់ទៅដល់ប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារទេសភាពបឹងព្រៃល្ពៅយើងនេះតំបន់ដីសើមបឹងព្រៃល្ពៅនេះទ្រទ្រង់ទៅដល់សត្វស្លាបមានប្រមាណជា132ប្រភេទយើងឃើញមានវត្តមានសត្វកម្រច្រើនប្រភេទវត្តមានតាមរដូវកាលដូចជាសត្វក្រៀលកំពុងមានវត្តមាននៅបឹងព្រៃល្ពៅនៅឡើយសត្វត្រដក់ធំត្រយ៉ងខ្លួនសត្រយ៉ងខ្លួនរលោងហើយសត្វដែលពងកូននៅបឹងព្រៃល្ពៅនេះយើងគិតចាប់តាំងពីឆ្នាំ2020រហូតមកដល់បច្ចុប្បន្ននេះវាមានប្រមាណជា7ប្រភេទហើយសត្វដែលកំពុងបន្តពូជពងកូននេះតំបន់ការពារទេសភាពបឹងព្រៃល្ពៅគឺជាជម្រកព្រៃលិចទឹកវាលស្មៅនិងតំបន់ដីសើមដ៏សំខាន់មានផ្ទៃដី 8305 ហិកតាលាតសន្ធឹងលើផ្ទៃស្រុកបរិយជលសានិងស្រុកកោះអណ្ដែតខេត្តតាកែវហើយអាចជួយទ្រទ្រង់ជីវភាពរបស់ប្រជាជនជាង 5000 គ្រួសារមកពី22ភូមិនៅជុំវិញតាមរយៈការផ្ដល់ជាទឹកសាបត្រីនិងរុក្ខជាតិឱសថបឹងព្រៃល្ពៅត្រូវបានចាត់ទុកជាតំបន់អភិរក្សដែនបម្រុងសម្រាប់សត្វក្រៀលនិងសត្វស្លាបផ្សេងទៀតបឹងនេះជាតំបន់ទឹកធម្មជាតិទទួលប្រភពពីប្រព័ន្ធស្ទឹងនិងប្រឡាយធម្មជាតិជាច្រើននៅជុំវិញដែលអាចសង្កត់ទឹកនៅក្នុងរដូវវស្សាហើយនៅក្នុងរដូវប្រាំងទឹកនឹងស្រកចុះបង្កើតបានជាវាលស្មៅនិងប្រឡាយធម្មជាតិសម្រាប់សត្វស្លាបនិងសត្វទឹករស់នៅទីនេះគឺជាតំបន់សម្បូរបែបផ្នែកជីវសាស្ត្រដ៏សំខាន់នៅភាគខាងត្បូងនៃប្រទេសកម្ពុជាដែលអាចជួយបង្កើតសមតុល្យអេកូឡូស៊ីនិងជាប្រភពចំនួនមួយផ្នែករបស់ប្រជាជននៅក្នុងតំបន់ជុំវិញតាមការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូកន្លងមកការដកហូតអនុផលធនធានធម្មជាតិនៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅនេះក្នុងមួយឆ្នាំមានប្រមាណជាង$2លាននោះយើងមានប្រភេទរុក្ខជាតិទឹកហើយមិនតែប៉ុណ្ណឹងនៅរដូវប្រាំងនោះយើងមានបន្លែមួយប្រភេទទៀតដែលអ្នកខេត្តតាកែវយើងកំពុងពេញនិយមគឺប្រមាត់ដីនេះឲ្យតែបងប្អូនប្រជាពលរដ្ឋយើងដកបានប្រមាណ100គីឡូប្រមាណតោនក៏មានមួយចាំទទួលដឹកយកទៅបោះទៅតាមទីផ្សារនៅក្នុងខេត្តតាកែវយើងដែរក្រោយពីបានជួបសាកសួរនិងទទួលព័ត៌មានពីលោកពូធ្វើឲ្យខ្ញុំបានយល់ដឹងបន្ថែមអំពីសារៈសំខាន់នៅក្នុងតំបន់ការពារនេះម៉ោង 12 កន្លះពួកយើងបានរៀបចំឧបាយថ្ងៃត្រង់ដែលបងគាត់បានចម្អិនស្រាប់ដើម្បីឆាប់បានបន្តបេសកកម្មទៅមុខទៀតបាទមានត្រីខថ្ងៃមិញក្នុងបាយជៀនតាមបងអានេះគឺដុលមែនដុលប្រែងមែនដុលធម្មតាតែនេះអត់ទៅអត់មានហាក់មាននៅផ្ដាច់គោក្រោយបាយថ្ងៃរួចខ្ញុំបានរៀបចំសម្ភារៈថតដើម្បីទៅកាន់តំបន់ស្នូលហើយគោលបំណងធំរបស់យើងថ្ងៃនេះគឺស្វែងរកសត្វក្រៀលដែលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងសត្វស្លាបនានានៅលើសកលលោកហើយវាកំពុងមានវត្តមានស្វែងរកចំណីនៅក្នុងតំបន់ទេសភាពបឹងព្រៃល្ពៅនេះដើម្បីបានទៅដល់កន្លែងដែលសត្វក្រៀលរកចំណីយើងត្រូវធ្វើដំណើរតាមទូកប្រហែលជា10នាទីទៀតខ្ញុំចេះតែឆ្ងល់ថាហេតុអីបានជាតំបន់បឹងនិងវាលស្រែគ្មានព្រៃសោះបែរជាសម្បូរសត្វស្លាបរស់នៅច្រើនទៅវិញតាមពិតតំបន់បែបនេះហើយដែលអំណោយផលបំផុតដល់ការរស់នៅនិងការរកចំណីរបស់សត្វស្លាបសត្វទឹកនិងប្រភេទជីវៈចម្រុះរាប់រយប្រភេទផ្សេងទៀតខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាបន្តិចឲ្យស្គាល់បងសុជាតិគាត់បានចូលរួមបម្រើការងារជាមន្ត្រីឧទ្យានុរក្សនៅក្នុងឆ្នាំ2017រហូតមកដល់បច្ចុប្បន្នសម្រាប់ខ្ញុំគាត់គឺជាឧទ្យានុរក្សដ៏គំរូម្នាក់ដែលខ្ញុំបានស្គាល់ក្រៅពីការលះបង់ដើម្បីការពារដ៏សកម្មគាត់ក៏ជាអ្នកជំនាញថតរូបសត្វស្លាបផងដែរគាត់បានព្យាយាមស្វែងយល់ពីការថតសត្វហើយបានផ្សព្វផ្សាយទៅកាន់មនុស្សនានាឲ្យបានស្គាល់អំពីប្រភេទសត្វស្លាបនិងតំបន់នេះផងដែរទោះបីគាត់គ្មានសម្ភារៈគ្រប់គ្រាន់ប៉ុន្តែគាត់នៅតែព្យាយាមដោយការស្រឡាញ់ហើយតាមរយៈរូបភាពនិងវីដេអូស្អាតៗរបស់គាត់នេះហើយដែលធ្វើឲ្យខ្ញុំបានមកស្គាល់តំបន់នេះងាកមកបេសកកម្មរបស់យើងវិញក្រោយជិះទូកប្រហែលជា10នាទីយើងបានមកដល់អាងទឹកមួយដែលជាទីតាំងសត្វស្លាបចម្រុះគ្នាចូលរកចំណី
នេះគឺជាអាងទឹកដែលត្រូវបានជីកឡើងដើម្បីផ្គត់ផ្គង់និងបង្កើតចំណីសម្រាប់ជីវៈចម្រុះនៅក្នុងរដូវទឹកស្រកអាងនេះអាចជួយទប់ទឹកហើយបង្កើតបានជាកន្លែងសម្រាប់សត្វស្លាបរកចំណីយ៉ាងសុខសាន្តហើយអាងទឹកប្រភេទនេះត្រូវបានបង្កើតឡើងយ៉ាងច្រើននៅក្នុងតំបន់ការពារនេះខ្ញុំដើរលបបណ្ដាដើម្បីថតសត្វស្លាបផ្សេងស្រាប់តែបងសុជាតិគាត់ប្រាប់ខ្ញុំថាមានសត្វក្រៀលមួយគ្រួសារកំពុងដើររកចំណីនៅក្នុងអាងទឹកនេះដែលនៅខាងមុខប្រហែលជា300ម៉ែត្រទៀតខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដោយឮបែបនេះព្រោះនេះគឺជាលើកទី1ដែលខ្ញុំបានមកឃើញសត្វក្រៀលដោយផ្ទាល់ដោយសារក្រៀលនៅឆ្ងាយពីកន្លែងដែលខ្ញុំឈរអញ្ចឹងហើយខ្ញុំត្រូវដើរលបកាត់ចូលក្នុងអាងទឹកដើម្បីទៅរកវាមកទេបាទអត់អីទេមួយបន្ទាប់ពីបានឃើញសត្វក្រៀលខ្ញុំក៏សម្រេចចិត្តដើរលបបន្តទៀតដើម្បីបានទៅគៀកវងក្រៀលនៅខាងមុខអូវ៉ាវក្រៀលលើកទី1ថតក្រៀលអានេះយើងនៅឆ្ងាយវាចង់300ម៉ែត្រទេនេះវាអត់អោនស៊ីម្ដងទាំងអស់គ្នាណាវាអោនស៊ី2វាងើបក1គឺចាំមើលមានអីមានបញ្ហាអីអត់ទៅពេលហើយវាដូរគ្នាអោនកស៊ីវិញទៅជាសាកលបទៅចិត្តវាឥឡូវយើងគៀកវាមែនទេហើយសត្វក្រៀល3ក្បាលនេះគឺជាគ្រួសារតែមួយមានញី1ឈ្មោល1និងកូន1ផងដែរសត្វក្រៀលគឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេនៅលើសកលលោកត្រូវបានចាត់ទុកជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួនកផ្នែកខាងលើនិងក្បាលមានពណ៌ក្រហមក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាលមានម្រាមជើងវែងខាងមុខចំនួន3និងម្រាមខ្លីខាងក្រោយ1ជាទូទៅវាមានកម្ពស់ប្រហែល 1.76 ម៉ែត្រមានទម្ងន់ពី5ទៅ12គីឡូក្រាមនិងប្រវែងស្លាបទាំងសងខាង 2.5 ម៉ែត្រកូនក្រៀលមានមាឌតូចបន្តិចនិងមានពណ៌ត្នោតចំក្បាលរបស់វាយើងពិបាកសម្គាល់ថាសត្វក្រៀលណាជាសត្វឈ្មោលឬក៏សត្វញីប៉ុន្តែគេអាចសម្គាល់បានថាសត្វក្រៀលញីមានមាឌតូចបន្តិចជាងអាឈ្មោលសត្វក្រៀលស៊ីរុក្ខជាតិទឹកមើមរុក្ខជាតិសត្វឥតឆ្អឹងកងគ្រាប់ធញ្ញជាតិនិងសត្វឆ្អឹងកងតូចជាអាហារគេបានកត់ត្រាថាសត្វក្រៀលអាចរស់នៅរហូតដល់អាយុ42ឆ្នាំដោយសារតែមាឌធំរបស់វាធ្វើឲ្យវាមិនអាចទុំលើដើមឈើបានទេហើយវាតែងតែដេកនៅស្ងៀមថ្មឹងជិតទីតាំងកន្លែងដែលវារកចំណីនៅក្នុងតំបន់ដីសើមសត្វក្រៀលញីឈ្មោលដែលបានបន្តពូជជាមួយគ្នាពួកវានឹងរួមរស់ជាមួយគ្នាអស់មួយជីវិតដូចនេះហើយសត្វក្រៀលត្រូវបានចាត់ទុកជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្មោះស្ម័គ្រដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវាចាប់ពីខែធ្នូដល់ខែមេសាសត្វក្រៀលបានហើរផ្លាស់ទីពីតំបន់ដែលពួកវាពងកូនដើម្បីរកចំណីនិងដេកជាវងតាមតំបន់ដីសើមដែលមានទឹករាក់ៗនិងសម្បូរទៅដោយចំណីដូចជាបឹងព្រៃល្ពៅនេះជាដើមស្អាតហើយបងប្អូនមិញបានបងឈិនរយៈបងសុជាតិគាត់ប្រាប់ខ្ញុំមើលអត់មានឃើញក្រៀលទេដើរមកដល់នេះហើយបានបងគាត់ប្រាប់ថានៅនោះមានក្រៀលហើយគាត់ឲ្យដើរលូនក្រាបទៅអូនេះស្បែកជើងសឥឡូវឡើងខ្មៅប៉ែកសិតភក់ហើយមិញខ្លាច់ឆ្លើងទៀមទៀតណាឃើញក្បីច្រើនមិញហ៎អានេះស្រោមជើងនេះសឥឡូវដឹងពណ៌អីទេពណ៌ភក់អត់ទេឡើយក្រោយចំណាយពេលមួយល្ងាចដើម្បីស្វែងយល់និងថតសត្វស្លាបនៅទីនេះមេឃក៏ចាប់ផ្ដើមអស់ពន្លឺថ្ងៃក៏ចាប់ផ្ដើមលិចបណ្ដាវងសត្វស្លាបនានាក៏វិលរកទ្រនំជាកន្លែងយ៉ាងសុខសាន្តរបស់ពួកវាហើយពួកយើងក៏ធ្វើដំណើរត្រឡប់មកកាន់ស្នាក់ការឧទ្យានុរក្សវិញផងដែរអូខេយើងមកដល់វិញអីឥឡូវយើងដល់បាយល្ងាចមួយថៃថាវហើយថៃថាវស្វ័យក្តោបឥឡូវបងគាត់ទៅល្បាតអស់ហើយ
ព្រឹកព្រលឹមមនុស្សម្នាក្រោកពីដំណេកវងសត្វទាំងឡាយក៏ក្រោកចេញពីសម្បុកដើម្បីរកចំណីផងដែរដាក់ឡប់ចិត្តឈឹងវាស្រែមើលឃើញត្រឹមមុខទឹកនេះវាទៅមុខទៅឈឹងព្រឹកនេះខ្ញុំបានក្រោកពីព្រលឹមដើម្បីស្វែងរកសត្វចង្គ្រាលខ្យងនិងសត្វរនាលពណ៌ជាមួយបងឈិនរៈបន្តទៀតហើយមក6យើងចេញទៅថតសត្វស្លាប់តឡើងទៅពុកតែយើងថតល្ងាចមិញហ្នឹងខ្ញុំកំពុងប្រាស្រ័យស្រាប់ហើយមិនតិចព្រឹកឡើងមិនអាប់ហើយតិចជាទៅបងដែរបងគាត់រុំអែលងាយឡើងចិត្តជាទូទៅមុនចេញរកចំណីនៅតំបន់ឆ្ងាយៗសត្វស្លាបភាគច្រើនតែងតែចេះរកចំណីនិងហាលស្លាបនៅកន្លែងដែលជិតសម្បុកវាបំផុតក្រោយហាលស្លាបស្ងួតល្អវានឹងបន្តស្វែងរកចំណីនៅតំបន់ឆ្ងាយៗបន្តទៀតពេញមួយថ្ងៃតែម្ដងនេះគឺជាវងសត្វចង្គ្រាលខ្យងដែលកំពុងឈរហាលស្លាបនិងរកចំណីនៅក្នុងអាងទឹកមួយនៅបឹងព្រែកល្ពៅចង្គ្រាលខ្យងគឺជាសត្វស្លាបមួយប្រភេទមានចំពុះវែងកោងខុបមានមាឌធំកម្ពស់ចាប់ពី68ដល់81សង់ទីម៉ែត្រមានខ្លួនពណ៌សនិងកន្ទុយពណ៌ខ្មៅហើយត្រូវបានចាត់ទុកជាប្រភេទសត្វរងគ្រោះតិចតួចបក្សីប្រភេទនេះភាគច្រើនរស់នៅតាមតំបន់ព្រៃលិចទឹកវាលលិចទឹកនិងវាលស្រែជាដើមជាទូទៅវារកស៊ីជាវងនិងស៊ីខ្យងជាអាហារបក្សីនេះបន្តពូជចាប់ពីខែតុលាដល់ខែមេសានិងមានចំនួនពងត្រឹមតែ2ទៅ5ប៉ុណ្ណោះនៅបឹងព្រៃល្ពៅនេះគេសង្កេតឃើញវាចាប់ផ្ដើមធ្វើសម្បុកបន្តពូជចាប់ពីឆ្នាំ2020រហូតមកដល់បច្ចុប្បន្នចំណែកឯវងសត្វដែលកំពុងរកស៊ីលាយឡំគ្នានេះដែរគឺជាសត្វរនាលពណ៌វាត្រូវបានគេចាត់ទុកថាជាប្រភេទសត្វជិតទទួលរងការគំរាមកំហែងនៅលើពិភពលោកដោយសារតែការបាត់បង់ទីជម្រកនិងការរំខានដោយសកម្មភាពមនុស្សរនាលពណ៌មានកម្ពស់ចាប់ពី93ដល់102សង់ទីម៉ែត្រនិងមានទម្ងន់ចាប់ពី2ទៅ5គីឡូក្រាមមានចំពុះពណ៌ផ្កាឈូកលាយលឿងក្បាលត្រងោលមានពណ៌ក្រហមលាយពណ៌ទឹកក្រូចនិងមានវដ្តខ្មៅលើដើមទ្រូងហើយជាពិសេសរោមចុងកន្ទុយរបស់វាមានពណ៌ផ្កាឈូកដ៏គួរឲ្យទាក់ទាញនៅពេលដែលវាពេញវ័យនៅក្នុងរដូវកាលបន្តពូជវាមានរោមពណ៌ភ្លឺជាងពេលធម្មតារវាងសត្វញីនិងសត្វឈ្មោលមិនមានបង្ហាញចរិតលក្ខណៈខុសប្លែកគ្នាទេប៉ុន្តែសត្វរនាលពណ៌ឈ្មោលមានរូបរាងធំជាងសត្វញីបន្តិចរនាលពណ៌មានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅជាយូរណាស់មកហើយប៉ុន្តែវាទើបតែសម្រេចចិត្តរើសយកតំបន់នេះជាកន្លែងពងកូនបន្តពូជនៅក្នុងឆ្នាំ2024និងឆ្នាំ2025នេះប៉ុណ្ណោះសត្វរនាលពណ៌ជាបក្សីដែលមានសម្រស់ស្រស់ស្អាតរស់នៅតាមតំបន់ដីសើមហើយភាគច្រើនគឺរស់អាស្រ័យនៅក្នុងតំបន់មួយជាក់លាក់វាតែងតែផ្លាស់ទីចេញពីទីជម្រកដើម្បីរកចំណីតាមវាលស្រែនិងវាលទំនាបលិចទឹកតាមបឹងនិងតំបន់ឆ្នេរខ្ញុំមិនដែលនឹកស្មានថាខ្ញុំមានឱកាសបានមកឃើញវងសត្វស្លាបដ៏ច្រើនស្អាតបែបនេះសោះហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនទោះបីជាពេលដែលខ្ញុំថតចប់ក៏ដោយក៏ខ្ញុំនៅតែអង្គុយមើលសត្វស្លាបរកចំណីនិងប្រឡែងគ្នាលេងនៅក្នុងអាងទឹកនេះរហូតដល់វាហើរចេញអស់ទើបខ្ញុំសម្រេចចិត្តត្រឡប់មកទីស្នាក់ការឧទ្យានុរក្សវិញ
គ្រប់ផ្នែកនៃជីវៈចម្រុះនៅលើសកលលោកសុទ្ធតែមានសារៈសំខាន់ដោយឡែកផ្សេងៗគ្នាតាមបែបជីវសាស្ត្រនិងជួយបង្កើតសមតុល្យអេកូឡូស៊ីហើយពិតណាស់សត្វស្លាបក៏ដូចគ្នាផងដែរសារៈសំខាន់របស់សត្វស្លាបគឺជាធនធានធម្មជាតិមានចែងចាំបាច់ត្រូវតការពារវាព្រោះសត្វនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាក្នុងតំបន់ការពារទេសភាពបឹងព្រែកលពូនេះការដែលភ្ញៀវមកទស្សនានេះក៏ចំណេញទៅដល់សហគមន៍ដែលរស់នៅជុំវិញតំបន់យើងនេះសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកលពូនេះដើម្បីបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយៗគាត់បានឃើញបានស្គាល់ធនធានធម្មជាតិទាំងអស់នេះជាពិសេសប្រភេទសត្វកម្រដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកលពូនេះក្រោយចំណាយពេលមួយយប់2ថ្ងៃនៅទីនេះធ្វើខ្ញុំបានស្វែងយល់រឿងរ៉ាវជាច្រើនទាក់ទងនឹងសត្វស្លាបនិងជីវៈចម្រុះនៅក្នុងតំបន់ដ៏ល្អឯកមួយនេះតំបន់ការពារទេសភាពបឹងព្រែកលពៅមិនត្រឹមតែជាតំបន់ដែលអាចផ្ដល់ជាទីជម្រកដល់សត្វស្លាបនិងជីវៈចម្រុះនានាប៉ុណ្ណោះទេទីនេះក៏បានផ្ដល់ការគាំទ្រដ៏សំខាន់ដល់សន្តិសុខស្បៀងនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្វែងយល់រឿងរ៉ាវនៅទីនេះដូចខ្ញុំដែរអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយស្វែងយល់អំពីជីវៈចម្រុះនៅកម្ពុជា